ជំរាបសួរសូមបន្តនៅមេរៀនយើងតទៀតគឺសម្អាតព្រះវិហារសូមបងប្អូនយើងអាននៅកាពីទំនុកដំកើងចំពោះ5ខ9ត្បិតនៅក្នុងមាត់ពួកគេនោះគ្មានសេចក្តីពិតឡើយខាងក្នុងគេមានសុទ្ធតែសេចក្តីកាចអាក្រក់បំពង់កគេជាភ្នូខ្មោចនៅចំហគេពោលបញ្ចើចដោយសារអណ្ដាតនេះហើយដែលចង់និយាយពីរឿងការដែលយើងព្រះទ្រង់មានថាមាត់យើងនេះដោយសារតែអណ្ដាតបានកលាស់ចេញពីមាត់យើងនោះគឺគ្មានសេចក្តីពិតឡើយដូច្នេះអ្នកដែលគ្មានសេចក្តីពិតគឺអ្នកដែលជឿដល់ព្រះហើយមិនធ្វើតាមផ្លូវព្រះហើយជាពិសេសបងប្អូនហើយមនុស្សយើងសប្តាហ៍ថ្ងៃនេះយើងរស់នៅដោយសេចក្តីស្រឡាញ់របស់ព្រះដោយសារការឃុំក្រងរបស់ព្រះដូច្នេះគ្មានអ្នកណាអាចរក្សាជីវិតយើងបានដូចជាព្រះថែរក្សាយើងទេដូច្នេះព្រះមានបន្ទូលនៅក្នុងកាពីទំនុកដំកើងចំពោះ5ខ9ព្រះមានបន្ទូលថាដោយសារមាត់គេគ្មានសេចក្តីពិតឡើយដូច្នេះការដែលយើងនិយាយមិនពាក្យមិនពិតនៅក្នុងព្រះគម្ពីរឬមួយនៅក្នុងមិនមាននៅព្រះគម្ពីរដែលយើងនៅខាងក្រៅដែលយើងជួបបងប្អូនយើងនិយាយជាមួយបងប្អូនយើងកាលណាយើងប្រើពាក្យមិនពិតនេះហើយជារឿងមួយដែលយើងគួរតែចាប់អារម្មណ៍ថាយើងនិយាយពាក្យមិនពិតហ្នឹងគេស្ដាប់ទៅគេជឿយើងក្នុងផ្លេកាលណាគេយូរទៅគេដឹងថាអូមនុស្សហ្នឹងនិយាយមិនពិតទេគឺគាត់គ្មានសេចក្តីពិតដោយសារតែអណ្ដាតយើងអញ្ចឹងបានព្រះប្រៀបធៀបថាយើងដូចនៅក្នុងក្តារមឈូសជានៅក្នុងភ្នូខ្មោចនៅក្នុងពងកគេនឹងដែលគេកលាស់មកហ្នឹងដូចជាភ្នូដូចជាភ្នូខ្មោចនៅចំហបានស្អីថានៅចំហនេះគឺថាស្អុយគ្រប់បែបយ៉ាងគឺថាក្លិនមិនល្អគឺថានិយាយឲ្យចំគឺអាក្រក់មែនតែនយើងដែលមើលទៅគាត់យើងធ្វើអីបន្តិចស្អុយបន្តិចយើងស្រែកណាយើងស្រែកគាត់នៅបងប្អូនយើងធ្វើអីខូនបន្តិចក្លិនមិនល្អបន្តិចយើងស្រែកអូក្លិនមិនល្អយើងស្អប់ខ្ពើមអាក្លិនគេមិនល្អយើងដើរចេញអាក្លិនល្អហ្នឹងដូចគេដូចថាគេដើរខ្យល់អីចឹងទៅដល់យើងដើរខ្យល់ចឹងទៅដល់យើងទៅចិត្តគេចឹងគេថាវ៉ាស្អុយណាស់គ្រាន់តែដើរខ្យល់ប៉ុណ្ណឹងយើងស្រែកប៉ុណ្ណឹងហើយចុះដល់ព្រះមានបន្ទូលថាអ្នកដែលមានអណ្ដាតដែលចេញពីក្នុងមាត់មកនឹងជាភ្នូខ្មោចនៅចំហនោះតើវាស្អុយអាក្រក់យ៉ាងណាទៅដូច្នេះបងប្អូនយើងត្រូវចេះបែងចែកខ្ញុំដឹងថាព្រះបង្កើតពួកយើងមកឲ្យបញ្ញាឲ្យចេះដឹងល្អណាស់អាក្រក់ខ្លួនប្រាណយើងជាព្រះវិហារនៃព្រះយើងមានតែខួរក្បាលគឺមនសិការតន្តិចដឹងខុសដឹងត្រូវតែប៉ុណ្ណឹងទេខ្លួនប្រាណយើងកាលណាបើសិនណាជាយើងជឿដល់ព្រះគឺយើងត្រូវថែរក្សាខ្លួនយើងត្រូវថែរក្សាខ្លួនយើងតាំងពីមាត់និយាយតាំងពីស្ដីនិយាយការพูดកុហកឈ្នានីសរុស្យាផ្ដំទាគ្រប់បែបយ៉ាងគឺថាយើងលះបង់អស់យើងមានអារម្មណ៍សុបាយកាលណាបើយើងលះបង់អ្វីដែលព្រះមិនសពទេដូចជាកាចនិយាយដើមគេឈ្នានីសព្យាបាទគេផ្ដំទាគេគ្រប់បែបយ៉ាងនិយាយបកាច់បខូចគេគ្រប់បែបយ៉ាងបើសិនណាជាយើងលះបង់បានណាយើងមានអារម្មណ៍សុបាយយើងឈ្នះជីវិតយើងរស់នៅសម័យនេះយើងត្រូវរៀនអំពីជីវិតយើងរស់នៅសម័យយើងមិនចាំបាច់ទៅសាលារៀនទៅអីគឺរៀនដោយសារតែយើងមើលឃើញកំហុសគេយើងឃើញកំហុសគេប្រយ័ត្នមែនតែនកាលណាយើងបរៀនគេយើងត្រូវបរៀនខ្លួនឯងផងហើយបើសិនណាជាឃើញគេខុសយើងដឹងថាគេខុសយើងរៀនពីកំហុសរបស់គេអមតគេធ្វើអាក្រក់រឿងអីមួយគេស្អីអីមួយដូចកាលខ្ញុំនៅពីក្មេងអញ្ចឹងខ្ញុំទឹកអរិញដើរទៅរៀនសាលាសេះត្រឡប់ពីសាលាមកវិញមានគេបដៅកូនគេវាយកូនគេស្ដីបដៅកូនគេពាក្យដែលគេស្ដីបដៅកូនគេខ្ញុំយកមកគិតព្រះឲ្យខ្ញុំឆ្លាតតាំងពីក្មេងដល់ខ្ញុំគិតចំធម្មតាម្ដាយបង្រៀនបដៅកូនគឺចាស់កូនល្អឃើញកូនខុសដូចនៅសាលារៀនអញ្ចឹងព្រះសាលារៀនអ្នកគ្រូលោកគ្រូគាត់បរៀនយើងចង់ឲ្យយើងបានល្អដូច្នេះខ្ញុំនឹកឃើញថាគាត់បង្រៀនគាត់បដៅកូនគាត់
ដូច្នេះអ្វីដែលគាត់បង្រៀនកូនគាត់ខ្ញុំត្រូវយកតាមនៅក្នុងចិត្តខ្ញុំតាំងពីក្មេងតាំងពីនៅស្ពាយកតាបខ្ញុំថាដល់នឹកឃើញចឹងខ្ញុំថាអូជីវិតយើងរស់នៅដោយអញ្ចឹងតើកាលណាយើងធ្វើខុសយើងត្រូវទទួលស្គាល់ខ្លួនឯងទៅខុសលើបងម្ដាយយើងស្ដីម្ដាយតែឃើញយើងខុសយើងធ្វើទៅដូចជាព្រះគម្ពីរចឹងព្រះបរិញ្ញាយើងឲ្យយើងចេះធ្វើការល្អដូចតាំងពីខ្ញុំនិយាយពីរឿងមាត់ហើយឡានចឹងដូច្នេះខ្ញុំសំណូមពរឲ្យបងប្អូនយើងទាំងអស់គ្នាសូមឲ្យអានហើយនឹងមើលព្រះបន្ទូលខ្ញុំស្ដាប់ព្រះបន្ទូលនោះសូមឲ្យពេញដោយព្រះវិញ្ញាណបរិសុទ្ធព្រះអង្គគង់ជាមួយជំរាបលាបាយ